សួស្តីគ្រូខ្ញុំធ្វើវីដេអូទាក់ទងនឹង user management ដំបូងនេះជា requirement របស់គ្រូលោកគ្រូអូខេបើយើង check who am I បន្ទាប់មកយើងទៅកាន់ pwd ហើយយើង create user ដែល include ជាមួយនឹង home និង bash script user យើងវាយពាក្យជា sudo វាយ user add .m and .s តើមកយើង /bin និង /bash តើមកយើងដាក់ឈ្មោះចំណុចកន្លែងហ្នឹងយើងដូចយើងមានន័យថាយើងបង្កើតជា home ឬផ្ដល់សិទ្ធិឲ្យ user ហ្នឹងមានសិទ្ធិក្នុងការបង្កើតទាក់ទង folder ជា file ជាដើមតើមកដាក់ឈ្មោះ user របស់ខ្ញុំឈ្មោះhop ចឹងទៅខ្ញុំចុច enter ជាមួយទាមទារ password user ដើមយើងអូខេតើមកហើយ user ហ្នឹងអត់មាន password ទេចឹងខ្ញុំបង្កើត password ឲ្យ user ហ្នឹងមួយហើយ sudo passwd hop ខុសអូខេយើងដាក់ password មក1 2 3 4អូខេ password ហើយទៅចំណុចបន្ទាប់ switch ទៅ user នឹងយកតែម្ដងអូខេតើមកខ្ញុំ check who am I អូខេនៅក្នុង user ហ្នឹងហើយមួយទៀតខ្ញុំធ្វើការចូលទៅកាន់ user ហ្នឹងមក cd pwd ក្នុងគេខ្ញុំកំពុងចូលលើ user ហ្នឹងហើយតាមខ្ញុំបង្កើតជា directory ឲ្យ user ហ្នឹងមួយវាយពាក្យ mkdir hometown directory ចឹងហើយខ្ញុំ list មើលអូខេបង្កើតហើយតទៅនឹង directory ហ្នឹងឈ្មោះ hometown តែបើខ្ញុំចុចទៅ user ដើមវិញហើយស៊ូហងចុច enter ហើយដាក់ password អូខេតមកចំណុចបន្ទាប់បង្ហាញ user list តាម cat etc passwd យើងវាយពាក្យ cat /etc and /passwd ដើម្បីទៅមើល user នឹងមានក៏អត់អូខេនេះជា user ដែលយើងបង្កើតមានឈ្មោះ hop អូខេចឹងសូមអរគុណលោកគ្រូដែលតាមទស្សនាវីដេអូមួយនេះ